ខានចេញវីដេអូតែមួយឆ្នាំសោះឥឡូវស្បែកមុខរបស់ខ្ញុំពីមុនហើយនឹងឥឡូវខុសគ្នាឆ្ងាយមែនតើអ្នកនរគ្នាអាចចូលទៅមើលវីដេអូចាស់របស់ខ្ញុំបានពីមុនអត់សូវមានមុនច្រើនទេអ្នកនរគ្នាមានតែស្នាមអីតិចតួចតែឥឡូវគឺថាស្នាមឡើងពេញមុខមូលហេតុមានច្រើនដែរទី1គឺដោយសារតែខ្ញុំប្រើ form លាងមុខលាយឡំគ្នាច្រើនពេកទី2គឺដោយសារតែខ្ញុំគេងយប់ជ្រៅពេកអ្នកនរគ្នាយើងបរិភោគអាហារដូចជាមីដូចជាម្ទេសអីច្រើនពេកមានគេណែនាំខ្ញុំឲ្យប្រើ 9 cream MN អ្នកនរគ្នាគេថាបាត់មុនបាត់ស្នាមអីចឹងអ្នកនរគ្នាឥឡូវគឺខ្ញុំប្រើបាន4យប់អីខ្ញុំមានអារម្មណ៍ថាវាបាត់មុនខ្លះហើយអ្នកនរគ្នាបាទតែវានៅស្នាមហើយមុនវាក៏ចាប់ផ្ដើមបាត់ម្ដងបន្តិចហើយអ្នកនរគ្នាពេលថ្ងៃខ្ញុំប្រើ UV ការពារកម្ដៅថ្ងៃអ្នកនរគ្នា brand នេះខ្ញុំអត់សូវស្គាល់ទេខ្ញុំចេះតែទិញមកប្រើទៅបាទហើយឃើញថាវាល្អដែរអ្នកនរគ្នាវាការពារកម្ដៅថ្ងៃបានល្អមែនតើសម្រាប់ foam លាងមុខគឺខ្ញុំជ្រើសរើសយក Gatsby អ្នកនរគ្នា Gatsby ពណ៌នេះគឺវាល្អមែនតើយើងរើសទៅតាមស្បែកមុខរបស់យើងដែរខ្ញុំស្បែកមុខខ្លាញ់ខ្ញុំយកពណ៌ដូចពណ៌បៃតងអ្នកនរគ្នាបាទហើយសម្រាប់មុខមុនខ្លាំងអ្នកនរគ្នាអាចយកជ្រើសរើសយកពណ៌ក្រហមអ្នកនរគ្នាអាចតាមដានមើលវីដេអូរបស់ខ្ញុំបានតាមមួយថ្ងៃទៀតមុខរបស់ខ្ញុំអស់មុនហើយអស់ស្នាមបានវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្ណឹងសង្ឃឹមថាអ្នកនរគ្នាចូលចិត្តមើលវីដេអូក្រោយៗទៀតចាំមើលថ្ងៃក្រោយខ្ញុំធ្វើវីដេអូពី skin care អីផ្សេងទៀតអ្នកនរគ្នាបាយបាយ